បាទសូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនក្រុមគ្រួសារតូមីទាំងអស់ដែលកំពុងតែចូលរួមនៅទីនេះផ្ទាល់ក៏ដូចជាកំពុងតែតាមដានការផ្សាយផ្ទាល់របស់ក្រុមហ៊ុនតូមីកម្ពុជាក្នុងសិក្ខាសាលាមួយថ្ងៃប្រចាំខេត្តដំបងនាពេលនេះផងដែរបាទសុខសប្បាយជាទេបាទសុខបាទខេត្តបាត់ដំបងគឺជាខេត្តមួយបើតាមខ្ញុំដឹងគឺអាចនិយាយបានថាជាខេត្តល្បីល្បាញផ្នែកកសិផលស្រូវអង្ករបាទផ្លែដូងបាទមានផ្លែដូងខ្ទិះបាទស្វាយខ្ទិះផ្លែទុរេនបាទលើពីនេះទៀតគឺល្បីណែនបន្ថែមទៀតផងដែរបាទជាខេត្តមួយដែលសម្បូរទៅដោយភោគផលដែលបង្កើតឡើងដោយប្រជាពលរដ្ឋកម្ពុជាយើងផ្ទាល់ផងដែរបាទខេត្តបាត់ដំបងក៏ជាខេត្តមួយដែលមានប្រវត្តិសាស្ត្រស៊ីជម្រៅជាមួយនឹងបើសិនជាយើងបកត្រឡប់ទៅចំនួនអាណានិគមបារាំងគឺខេត្តនេះគឺជាប់ប្រវត្តិសាស្ត្រពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវជាច្រើននៅក្នុងប្រវត្តិសាស្ត្រកន្លងមកផងដែរបាទអរគុណច្រើនហើយក៏សូមអរគុណសម្រាប់អ្នកខេត្តបាត់ដំបងផ្ទាល់ផងដែរហើយដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមពិតថ្ងៃនេះគឺជាថ្ងៃដែលសម្រាប់បងប្អូនមួយចំនួនក៏សម្រាប់ហើយបងប្អូនមួយចំនួនក៏គាត់ធ្វើដំណើរទៅដើរលេងកម្សាន្តប៉ុន្តែអ្នកដែលចំណាយពេលវេលាមកទីនេះគឺប្រហែលជាចង់ដឹងអំពីអ្វីដែលជាគេហៅថាលក្ខណៈពិសេសរបស់ក្រុមហ៊ុនអាតូមីផងដែរបាទថ្ងៃនេះផងដែរខ្ញុំនឹងជម្រាបអំពីផលិតផលរបស់ក្រុមហ៊ុនយើងដែលជាផលិតផលមានតែមួយគត់នៅក្នុងពិភពលោកហើយក៏ជាផលិតផលដែលជាប់ចំណាត់ថ្នាក់លេខ1ក្នុងការនាំចេញពីប្រទេសកូរ៉េទៅកាន់ពិភពលោកផងដែររយៈពេលច្រើនឆ្នាំជាប់គ្នាហើយកាលពីមុនផលិតផលផ្នែកសុខភាពដែលនាំចេញជាប់ចំណាត់ថ្នាក់លេខ1នៅកូរ៉េគឺជាយិនសិនក្រហមប៉ុន្តែសប្តាហ៍ថ្ងៃជាប់ចំណាត់ថ្នាក់លេខ1ដែលនាំចេញទៅកាន់ពិភពលោកពីប្រទេសកូរ៉េនោះគឺផលិតផលរបស់យើងគឺ Hemohim នឹងឯងបាទមុននឹងចូលទៅដល់ Hemohim ខ្ញុំសូមចែករំលែកអំពីបច្ចុប្បន្នភាពខ្លះៗពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជារបស់យើងផ្ទាល់ផងដែរបាទកាលពីសប្តាហ៍កន្លងទៅរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជារបស់យើងគឺបានបង្កើតនៅមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រនៃប្រជាណាចក្រកម្ពុជារបស់យើងដោយសង្កេតឃើញថាក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះគឺមានការកើនឡើងនៃអ្នកស្លាប់ដោយសារជំងឺមហារីកក៏ដូចមានការកើនឡើងអ្នកមានកើតជំងឺមហារីកគួរឲ្យកត់សម្គាល់ផងដែរបើតាមរបាយការណ៍នៅក្នុងអង្គវិធីនោះគឺក្នុងចំណោមប្រជាជនដែលស្លាប់ប្រចាំដែលបាត់បង់ជីវិតសន្ទុះដែលទទួលមរណភាពប្រចាំឆ្នាំនៅក្នុងប្រជាជនកម្ពុជា60000នាក់គឺជាចំនួនអ្នកដែលទទួលមរណភាពដោយជំងឺមិនឆ្លងហើយក្នុងនោះគឺ14% គឺជាអ្នកដែលស្លាប់ដោយជំងឺមហារីកផងដែរបាទអញ្ចឹងព័ត៌មានមួយនេះគឺមិនមែនចុះតែសារព័ត៌មាននៅក្នុងប្រទេសកម្ពុជារបស់យើងទេព័ត៌មានរបស់ប្រទេសក្រៅផ្សេងទៀតក៏មានការចុះជាច្រើនផងដែរដូច្នេះអាចសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលកំពុងតែផ្ដោតសំខាន់ទៅលើការទប់ស្កាត់ក៏ដូចជាការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមហារីកដូច្នេះអ្វីដែលយើងគួរយល់ដឹងនោះតើជំងឺមហារីកវាកើតឡើងនៅលើគេហៅថាដោយសារតែមូលហេតុអ្វីហើយជំងឺមហារីកហ្នឹងវាបង្កហានិភ័យអីគេខ្លះបាទអ្នកធ្លាប់មានបងប្អូនមានជំងឺមហារីកមានទេនៅទីនេះបាទប្រហែលជាមានខ្លះបាទនៅពេលការជំងឺមហារីកខ្ញុំក៏សូមអធិស្ឋានទៅដល់លោកគ្រូឬក៏អ្នកគ្រូពេទ្យដែលជំនាញផ្នែកវិទ្យាសាស្ត្រផងដែរដោយសារតែសប្តាហ៍ថ្ងៃគឺយើងធ្វើការសិក្សាតាមរយៈ AI បានដូច្នេះព័ត៌មានពាក់ព័ន្ធជាមួយនឹងវិទ្យាសាស្ត្រឬក៏វិទ្យាសាស្ត្រហើយនឹងបញ្ហាផ្សេងនៅក្នុងពិភពលោកនេះគឺយើងអាចរៀនបានដោយខ្លួនឯងអញ្ចឹងការលើកឡើងរបស់ខ្ញុំជួនកាលវាអាចឆ្គងវាអាចគេហៅថាខុសបន្តិចបន្តួចទៅលើពាក្យបច្ចេកទេសសូមជួយកែសម្រួលក៏ដូចជាក៏សូមអធិស្ឋានផងដែរបាទមានអ្នកប្រើ AI អ្នកធ្លាប់និយាយជាមួយ AI ផ្ទាល់ប្រហែលអ្នកដែរនៅទីនេះបាទមានទេអត់ទាន់បាទមានបងប្រុសខាងមុខមានខាងនោះដែរបាទសប្តាហ៍ថ្ងៃគឺដូចSaron Master ជ័យវណ្ណគាត់បានលើកឡើងជាសម័យកាលគេប្រើប្រាស់ AI ដូច្នេះព័ត៌មានទាំងអស់គឺត្រូវបើកចំហតែម្ដងឲ្យតែយើងប្រើប្រាស់ប្រព័ន្ធមួយនោះកាលពីកន្លងមកគឺយើងរៀនយើងទន្ទិញចាំក្រោយពីយើងរៀនទន្ទិញចាំហើយក៏វិវត្តមកទៅជាអីគេគឺយើងត្រូវស្រាវជ្រាវតាម Google តាម Facebook សប្តាហ៍ថ្ងៃយ៉ាងម៉េចដែរ
dương mình bách sai chỉ tam Google tam Facebook thế aoแต่dương che son tận ní năng xua chạ rư chạ cố cứ AI ប្រាប់យើងទាំងអស់បាទអញ្ចឹងជាព័ត៌មានដែលខ្ញុំបានទទួលពី AI ផងដែរបាទហើយនេះគឺជាតន្ន័យជាក់ស្ដែងដែលស្ថាប័នពាក់ព័ន្ធនៅក្នុងពិភពលោកបានបង្ហាញឲ្យឃើញអំពីស្ថានភាពដែល5ឆ្នាំចុងក្រោយដែលកម្ពុជាកំពុងតែទទួលរងនៅការកើតអ្នកជំងឺមហារីកកើនឡើងនៃអ្នកជំងឺមហារីកជាប្រចាំផងដែរដោយឡែកនៅក្នុងឆ្នាំ2022បាទនេះគឺឆ្នាំ2022អ្នកកើតជំងឺមហារីកដែលគាត់ទៅពិនិត្យនៅពេទ្យហើយឃើញបាទហ្នឹងយើងអត់រាប់បញ្ចូលអ្នកដែលមិនបានទៅពិនិត្យទេក្នុងរយៈពេលគឺមានការកើនឡើងរហូតដល់199,000បាទសំទោសបាទមានការកើនឡើងទៅដល់ជាង19លានអ្នកមានថាតាំងពី5ចុងក្រោយហ្នឹងគឺប៉ុណ្្នឹងឯងបាទយើងមើលទៅលើគេហទំព័រមួយនេះទៀតគឺជាគេហទំព័រដែលគ្រប់គ្រងដោយ WHO បាទ WHO គឺគេបានបង្ហាញថាសម្រាប់ឆ្នាំ2022គឺអ្នកដែលគាត់ទៅពិនិត្យសុខភាពហើយរកឃើញថាគាត់បានកើតជំងឺមហារីកមានជំងឺមហារីកនៅក្នុងខ្លួនហ្នឹងអ្នកដែលពិនិត្យសុខភាពគឺមានចំនួន19,000បាទ95អ្នកផងដែរបាទអញ្ចឹងត្រឹមតែរយៈពេល1ឆ្នាំទេរីឯចំនួនអ្នកស្លាប់ដោយមហារីកបាទរហូតដល់13,000អ្នកបាទអញ្ចឹងមានន័យថាក្នុងចំនួន19,000 13,000អ្នកគឺត្រូវបានបាត់បង់ជីវិតគឺជាអត្រាខ្ពស់មែនទែននៅក្នុងការបាត់បង់ជីវិតជាមួយនឹងជំងឺមួយនេះផងដែរបាទអញ្ចឹងយើងមកមើលហើយសម្រាប់Cancer Today នេះក៏ជាគេហទំព័រមួយដែលគ្រប់គ្រងដោយ WHO ដោយផ្ទាល់ផងដែរបាទសូមជួយពង្រីកនៅកន្លែងនេះតិចបាទអញ្ចឹងករណីជំងឺមហារីកដែលមានច្រើនបំផុតនៅក្នុងប្រទេសកម្ពុជារបស់យើងទី1គឺមហារីកសូដនបាទមហារីកសូដនគឺដោយសារតែបើសិនជាខ្ញុំមើលនៅក្នុងរបាយការណ៍ដែលគេបានសរសេរក៏ដូចជានិក្ខេបបទដែលគេបានសរសេរដែលបង្ហាញដោយ AI គឺបានលើកឡើងថាដោយសារតែរបបចំណីអាហារដែលសម្បូរទៅដោយ cholesterol សម្បូរដោយជាតិខ្លាញ់ក៏ដូចជាមួយចំនួនហ្នឹងគឺដោយសារតែហ្សែនដំណពូជផងដែរហើយបំរែបំរួលអរម៉ូនរបស់ស្ត្រីក៏ជាបញ្ហាធំនៅក្នុងការបង្កឲ្យមានគេហៅអរម៉ូនអត់ប្រក្រតីឬក៏អរម៉ូនមិនមានតុល្យភាពហ្នឹងក៏ធ្វើឲ្យបង្កឲ្យមានកើតនៅដុំគីសនៅសូដនក៏អាចបង្កទៅជាជំងឺមហារីកសូដនហ្នឹងខ្ពស់ផងដែរបាទហើយចំណាត់ថ្នាក់ទី2គឺជំងឺមហារីកថ្លើមនៅក្នុងប្រទេសកម្ពុជារបស់យើងមហារីកថ្លើមបណ្ដាលច្រើនភាគច្រើនដោយសារតែការពិសាគ្រឿងស្រវឹងជាប្រចាំបាទការទទួលទានគ្រឿងស្រវឹងជាប្រចាំគឺជាកត្តាចម្បងដែលធ្វើឲ្យថ្លើមយើងអាចមានភាពប៉ះពាល់ច្រើនហើយទីបាទសំទោសទី3នោះគឺមហារីកមាត់ស្បូនបាទមហារីកមាត់ស្បូនគឺតែងតែកើតចំពោះបងស្ត្រីដែលមានច្រើនអត្រាគឺជាប់ចំណាត់ថ្នាក់លេខ3នៅក្នុងជំងឺមហារីកប្រទេសកម្ពុជាផងដែរហើយដោយឡែកនៅក្នុងអត្ថបទមួយបានលើកឡើងថាមេរោគមហារីកមាត់ស្បូនក៏វាអាចបង្កទៅជាបើសិនជាសម្រាប់បុរសក៏អាចប្រឈមជាមួយនឹងការមហារីកទ្វារធំផងដែរប៉ុន្តែអ្វីដែលអាចការពារបាននោះគឺយើងត្រូវតែចាក់ថ្នាំបង្ការបាទចាក់ថ្នាំបង្ការដែលបង្ការមេរោគ PHV ដែលយើង HPV បាទ HPV ហ្នឹងគឺ Human Papilloma Virus ដែលវាកើតឡើងនៅលើរាងកាយមនុស្សដោយផ្ទាល់ហ្នឹងឯងហើយភាគច្រើនគឺវាធ្វើការឆ្លងតាមរយៈស្បែកដែលស្ដាងភ្នែកស្ដាងហ្នឹងឯងបាទហើយចំណាត់ថ្នាក់ទី4នោះគឺជាមហារីកសួតបាទមហារីកសួតភាគច្រើនកើតឡើងដោយសារតែផ្សែងបារីអ្នកពិសាបារីដោយឡែកមួយចំនួនតូចនោះគឺដោយសារតែហ្សែនឬក៏ដំណពូជក៏ពិតមែនប៉ុន្តែបច្ចុប្បន្នអ្នកដែលពិសាបារីផ្ទាល់ឬក៏ក្មេងៗសពថ្ងៃគាត់ពិសា web អីចឹងគឺគាត់អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសួតហើយដោយឡែកអ្នកដែលគេហៅថាស្រូបយកផ្សែងបារីដោយប្រយោលក៏មាន
គេហៅថាអត្ថភាពពោះក្នុងការកើតនៅជំងឺមហារីកសួតផងដែរដោយឡែកវិញទៀតនោះគឺពាក់ព័ន្ធជាមួយនឹងបរិយាកាសបាទដោយសារសួតគឺជាផ្លូវដង្ហើមធំជាងគេបាទអញ្ចឹងបរិយាកាសនៅប្រទេសកម្ពុជាយើងយ៉ាងម៉េចដែរភាគច្រើនជិះអីគេជិះម៉ូតូតែនៅពេលជិះម៉ូតូតើយើងរងអីគេគឺផ្សែងម៉ូតូផ្សែងឡាននិងធូលីដីដែលហុយនៅក្នុងបរិយាកាសតាមផ្លូវហ្នឹងឯងវាក៏ជាមូលហេតុមួយដែលអាចធ្វើឲ្យយើងប្រឈមមុខជាមួយនឹងមហារីកសួតផងដែរបាទហើយចុងក្រោយនោះគឺមហារីកពោះវៀនធំដែលពាក់ព័ន្ធជាមួយនឹងការទទួលទានចំណីអាហារផងដែរបាទអញ្ចឹង top 5 ហ្នឹងគឺមានបាទមហារីកសដន់មហារីកពោះវៀនធំមហារីកសួតមហារីកថ្លើមបាទនិងមហារីកដែលសំទោសបាទមកស្បូននឹងឯងបាទអញ្ចឹងសួរថាតើយើងប្រជាជនកម្ពុជាយើងអាចគិតពីគេហៅថាដូចជាការស្រូបយកផ្សែងពុលហ្នឹងយើងគិតបានទេអត់បានទេយើងគិតម្ហូបដែលសម្បូរទៅដោយសារធាតុខ្លាញ់ខូលេស្តេរ៉ុលបានអត់ទេបាទយើងគិតម្ហូបដែលប៉ះពាល់ដល់សុខភាពអត់បានទេដូចជាពពួកអាហារកែច្នៃក៏យើងគិតអត់បានដែរព្រោះថាសម័យសប្តាហ៍ថ្ងៃនេះគឺទោះបីយ៉ាងណាក៏យើងត្រូវតែទទួលទានដែរដើម្បីបន្តជីវិតឲ្យមានកម្លាំងប៉ុន្តែវាមានហានិភ័យបើសិនជាយើងមិនមានលទ្ធភាពនៅក្នុងការការពារសុខភាពយើងបានល្អទេអញ្ចឹងអ្វីដែលយើងគួរតែធ្វើសំខាន់បំផុតនោះគឺយើងត្រូវតែធ្វើយ៉ាងម៉េចឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំការធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំគឺមានច្រើនមែនទែនមានលំហាត់ប្រាណគេងឲ្យបានគ្រប់បាទកាត់បន្ថយការញ៉ាំអាហារដែលប៉ះពាល់ទទួលទានអាហារធម្មជាតិប៉ុន្តែយើងធ្វើបាន 100% អត់សប្តាហ៍ថ្ងៃបាទប្រកាសជាអត់ទេទាំងខ្ញុំទាំងគេប្រកាសជាអត់ទេដូច្នេះការដែលយើងស្គាល់ច្បាស់ថាតើយើងគួរតែពង្រឹងប្រព័ន្ធភាពស៊ាំតាមវិធីណាហើយគួរតែពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឲ្យចំគោលដៅយ៉ាងម៉េចហ្នឹងគឺជារឿងសំខាន់បាទអញ្ចឹងហើយនេះផងដែរខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាអំពីផលិតផលដែលខ្ញុំបានលើកឡើងពីខាងដើមជាផលិតផលជាប់ចំណាត់ថ្នាក់ទីលេខ1នៅក្នុងការនាំចេញផលិតផលអាហារសុខភាពផ្នែកអាហារសុខភាពដែលនាំចេញពីប្រទេសកូរ៉េច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ1ដោយកន្លងមកគឺជាយិនសិនក្រហមឯងប៉ុន្តែឥឡូវយិនសិនក្រហមធ្លាក់ទៅចំណាត់ថ្នាក់លេខ2ហេម៉ូហ៊ីមគឺជាប់ចំណាត់ថ្នាក់លេខ1ផងដែរអញ្ចឹងហេម៉ូហ៊ីមគឺមានប្រវត្តិវែងឆ្ងាយណាស់គឺហេម៉ូហ៊ីមគឺត្រូវបានបង្កើតឡើងដោយផ្ដោតទៅលើការជួយទៅដល់ប្រព័ន្ធភាពស៊ាំជាពិសេសគឺកោសិកា NK និងប្រូតេអ៊ីនសាយតូខេនបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំនឹងជម្រាបអ្នកទាំងគ្នាថាហេតុអីបានជាអាតូមីហេម៉ូហ៊ីមបង្កើតឡើងដោយផ្ដោតទៅលើ2ចំណុចហ្នឹងដោយសារតែវិទ្យាស្ថានស្រាវជ្រាវធម្មពលអាតូមិកកូរ៉េគឺមានអ្នកកើតមហារីកកើនឡើងជាប្រចាំនៅក្នុងសម័យកាលនោះដូច្នេះហើយទើបជាស្ថាននោះបានបង្កើតនៅក្រុមវិជ្ជបណ្ឌិតក៏ដូចជាអ្នកជីវៈចំណីអាហារហ្នឹងឲ្យគាត់ស្រាវជ្រាវរកតើរោគសារធាតុណាដែលអាចកម្ចាត់ពពួកមេរោគមហារីកនៅក្នុងរាងកាយរបស់មនុស្សដែលកើតឡើងពីសារធាតុវិទ្យាកម្មនឹងឯងបាទសប្តាហ៍ថ្ងៃយើងគ្រប់គ្នាគឺសុទ្ធតែរស់នៅក្នុងជាមួយនឹងពពួកមេរោគដែលបង្កមហារីកនៅក្នុងខ្លួនយើងប៉ុន្តែបើសិនជាប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំអញ្ចឹងមេរោគមហារីកហ្នឹងវាមិនអាចផ្ដុំគ្នាបានទេវានឹងត្រូវបានកម្ចាត់វានឹងត្រូវបានសម្លាប់ជាប្រចាំដោយសារតែប្រព័ន្ធការពាររាងកាយរបស់យើងនឹងឯងបន្តិចទៀតអ្នកទាំងអស់គ្នានឹងឃើញច្បាស់បាទអញ្ចឹងហេម៉ូហ៊ីមត្រូវបានស្រាវជ្រាវអស់រយៈពេលជាង8ឆ្នាំហើយចំណាយលុយជាង$5 លានហើយហេម៉ូហ៊ីមក៏คล้ายទៅជាអាហារសុខភាពដែលមានមុខងារច្បាស់លាស់ដំបូងគេបំផុតនៅក្នុងប្រទេសកូរ៉េផងដែរបាទអ្នកទាំងអស់គ្នាអាចចូលស្រាវជ្រាវបានអ្នកចេះប្រើ AI ចូលស្រាវជ្រាវ AI អ្នកចេះ Google អាចឆែកតាម Google អ្នកចេះមើល YouTube អាចមើលតាម YouTube បានពាក់ព័ន្ធនឹងអ្វីដែលខ្ញុំលើកឡើងនឹងឯងហើយហេម៉ូហ៊ីមត្រូវបានទទួលស្គាល់ជាថាជួយពង្រឹងប្រព័ន្ធភាពស៊ាំក៏ដូចជាពៅកម្លាំងមានមុខងារ2ក្នុងពេលតែមួយផងដែរបច្ចុប្បន្នគឺយើងមានវិញ្ញាបនបត្របើសំទោសអញ្ញាប័ណ្ណទទួលស្គាល់ពិសេសឬក៏ភាសាបរទេសគេហៅថាប៉ាតង់នឹងទទួលស្គាល់ចំនួន
22រីឯនិខេបបត្តិរបស់ក្រុមគ្រូពេទ្យដែលពាក់ព័ន្ធជាមួយនឹងប្រព័ន្ធភាពស៊ាំឬក៏កោសិកាប្រព័ន្ធភាពស៊ាំនៃរាងកាយនឹងចំនួន35ក្រុមដែលបានស្រាវជ្រាវហើយសរសេរនិខេបបត្តិនឹងឡើងហើយវាបាននាំចេញទៅកាន់ចំនួន19ប្រទេសបូករួម20ប្រទេសបូករួមទាំងប្រទេសដើមកំណើតគឺប្រទេសកូរ៉េនឹងឯងហើយប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយដែលបាននាំចូលមកដោយឆ្លងកាត់នៅការត្រួតពិនិត្យយ៉ាងច្បាស់លាស់ពីក្រសួងសុខាភិបាលនិងភ្នាក់ងារដែលពាក់ព័ន្ធនៅក្នុងប្រជាជាតិកម្ពុជាយើងផងដែរបាទអញ្ចឹងនេះគឺជានិខេបបត្តិដែលខ្ញុំបានលើកឡើងពីខាងដើមហើយហេមហ៊ីមគឺត្រូវបានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងការចេញវិញ្ញាបនបត្រឬក៏ការសរសេរនិខេបបត្តិគឺគេបានបញ្ជាក់យ៉ាងច្បាស់ថាវាមានមុខងារជួយទៅដល់ NK cell ជួយទៅដល់ protein cytokine ជួយទៅដល់ពពួកប្រព័ន្ធភាពស៊ាំទូទៅដូចជាកោសិកាT កោសិកា B បាទហើយជួយទៅដល់បើកម្លាំងសម្រាប់អ្នកដែលមានអាការៈអស់កម្លាំងលហិតហើយជាប្រចាំហ្នឹងក៏ជួយសម្រួលបានផងដែរបាទបាទអញ្ចឹងអ្វីជា NK cell អ្វីគឺជា cytokine បាទ NK cell បាទខ្ញុំយើងនិយាយភាសាអង់គ្លេសគេហៅថា natural killer cell ឬក៏ភាសាខ្មែររបស់យើងកោសិកាសម្លាប់ដោយធម្មជាតិដោយស្វ័យប្រវត្តិនឹងឯងបាទហើយដោយសារតែកោសិកាមួយហ្នឹងគឺវាមានមុខងារសំខាន់មែនទែនអញ្ចឹងឧទាហរណ៍ថានៅក្នុងរាងកាយរបស់យើងអ្នកណាក៏មាន NK cell អ្នកណាក៏មានកោសិកាហ្នឹងដែរប៉ុន្តែបើសិនជាកោសិកាហ្នឹងវាគ្មានភាពសកម្មវាអត់មានកម្លាំងនៅក្នុងការតតាំងជាមួយនឹងពពួកមេរោគឬក៏ virus ដែលជ្រៀតចូលក្នុងខ្លួនរបស់យើងមិនថាតាមផ្លូវចំណីអាហារតាមដង្ហើមទេនោះអញ្ចឹងវាថ្ងៃណាមួយមេរោគនឹងវានឹងផ្ដុំគ្នាវាបង្កទៅជាជំងឺមហារីកនឹងឯងហើយសម្រាប់ protein cytokine គឺជា protein មួយយ៉ាងដែលវាជួយកំណត់សម្គាល់មេរោគបើសិនជាមេរោគខ្លះដែលឧទាហរណ៍ថា NK cell ធ្វើការហើយប៉ុន្តែកម្លាំងរបស់ NK cell ហ្នឹងគឺវានៅខ្សោយវានៅទាបវាមិនទាន់សកម្មអញ្ចឹងយើងសម្រាប់ protein cytokine នេះគឺវាជាអ្នកជំនួយបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងវានឹងទៅបញ្ចូលនៅ protein ដែលជាសញ្ញាផ្ដល់ទៅឲ្យកោសិកា B កោសិកា T ដែលជាប្រព័ន្ធភាពស៊ាំមួយយ៉ាងទៀតដែលជួយកម្ចាត់ពពួកមេរោគនៅក្នុងរាងកាយរបស់យើងប៉ុន្តែបញ្ហាបើសិនជា protein cytokine វាមានភាពសកម្មវាធ្វើការលើសពីតម្រូវការរបស់រាងកាយរបស់យើងអញ្ចឹងកោសិកាប្រព័ន្ធភាពស៊ាំរបស់យើងវានឹងបំផ្លាញកោសិកាដែលមានភាពប្រក្រតីផងដែរអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដែរភាសាអង់គ្លេសគេហៅថា cytokine storm ឬក៏ភាសាខ្មែរយើងគេហៅថាព្យុះ cytokine ហ្នឹងគឺវាអាចបង្កឲ្យប៉ះពាល់គេហៅថាធ្វើឲ្យកោសិកាប្រក្រតីវាមានភាពខូចខាតហើយវាអាចប៉ះពាល់ទៅដល់សុខភាពរហូតដល់អាយុជីវិតក៏ថាបានផងដែរដូច្នេះសម្រាប់ hemohim គឺវាមានតួនាទីមួយបើសិនជា cytokine ហ្នឹងវាមានភាពអសកម្មទាញវាឲ្យទៅជាសកម្មបើសិនជាវាមានភាពសកម្មជ្រុលឬក៏វាឡើងលើសតម្រូវការនៅក្នុងការការពាររាងកាយវាជួយសង្កត់វិញដើម្បីថែរក្សាតុល្យភាពនៃ cytokine នៅក្នុងរាងកាយរបស់យើងឯងដូច្នេះហើយគឺពីមុខនេះហើយដែលរដ្ឋាភិបាលប្រទេសកូរ៉េបានកំណត់យ៉ាងច្បាស់ថា Atomy Hemihim គឺជាអាហារសុខភាពដែលមានមុខងារដាច់ដោយឡែកទី1នៅក្នុងប្រទេសកូរ៉េនឹងឯងបាទហើយនេះគឺជាអត្ថបទដែលគេបានលើកឡើងពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងក្នុងការសម្លាប់មេរោគមហីដោយកោសិកា NK ផងដែរដែលក្នុងនេះគេថាគឺជាការផ្លាស់ប្ដូរនៃការកម្ចាត់មេរោគមហារីករបស់កោសិកា NK បាទអញ្ចឹងនៅក្នុងនេះគឺគេមានទាំងខ្ញុំបានបញ្ចូលនៅ website ដែលជាអំណះអំណាងហើយយើងមានទាំងឈ្មោះអ្នកដែលបានធ្វើការសិក្សាស្រាវជ្រាវនិងសរសេរអត្ថបទនេះឡើងយ៉ាងច្បាស់លាស់ផងដែរបាទហើយនេះគឺជាអត្ថបទមួយទៀតរបស់ប្រទេសកូរ៉េដែលគេបានបង្ហាញដោយឲ្យផ្ទាល់តាមរយៈការធ្វើពិនិត្យជាមីក្រូទស្សន៍អ្នកនរគ្នាយើងមើលកន្លែងនេះចំណុចលឿងទូចនេះគឺជាកោសិកា NK រីឯចំណុចសថ្លានេះ
វាគឺជាមេរោគមហារីកដែលវាធ្វើដំណើរនៅក្នុងរាងកាយដោយកោសិកាទូទៅអញ្ចឹងប៉ុន្តែកោសិកា NK ទាំងនេះគឺវាមិនមានភាពសកម្មទេមានថាក្នុងខ្លួនរបស់យើងមានកោសិកា NK ដូចគ្នាប៉ុន្តែវាអត់សកម្មដោយសារតែវាខ្វះគេហៅថាពពួកប្រូតេអ៊ីនទៅជួយជំរុញភាពសកម្មរបស់វានឹងឯងដូច្នេះកោសិកា NK ខាងនេះគឺជាកោសិកា NK ដែលសកម្មអញ្ចឹងខាងនេះវានៅរាយប៉ាយពេញនឹងប៉ុន្តែខាងនេះយ៉ាងម៉េចដែរគឺវារោមនៅមេរោគដែលបង្កមហារីកនឹងជួយកម្ចាត់មេរោគមហារីកនឹងឯងបាទនេះហើយគឺជាចំណុចមួយដែលប្រទេសកូរ៉េគេបានបាទធ្វើការស្រាវជ្រាវហើយបានសម្រាប់សារព័ត៌មាននៅប្រទេសកូរ៉េមិនមែនចេះតែដាក់បានទេគេមានក្រសួងឆ្លងកាត់គេមានអំណះអំណាងត្រឹមត្រូវបានគេដាក់ចូលជូនបានផងដែរបាទហើយបន្ទាប់ទៀតនេះគឺខ្ញុំចង់បង្ហាញអំពីសាយតូខេនម្ដងបាទនេះគឺជាអត្ថបទដែលគេណែនាំអំពីសាយតូខេននៅត្រង់នេះគេបាននិយាយថាសាយតូខេនគឺវាមានមុខងារយ៉ាងសំខាន់នៅក្នុងការធ្វើឲ្យទំហំនៃដុំគិសគ្រប់កន្លែងនៃរាងកាយហ្នឹងថយចុះតាមរយៈការដែលនៅពេលដែលសាយតូខេនវាបញ្ចេញនៅប្រូតេអ៊ីនដើម្បីផ្ដល់សញ្ញាដល់ពពួកគេហៅថាប្រព័ន្ធកោសិកាការពាររាងកាយផ្សេងៗហ្នឹងអញ្ចឹងកោសិកាការពាររាងកាយទាំងអស់វាបានមកកម្ចាត់ពពួកមេរោគហ្នឹងកម្ចាត់ទៅធ្វើឲ្យសាច់ដុំគិសដែលសម្បូរទៅដោយមេរោគដែលណែនហើយវារឹងពីមុនហ្នឹងវាទៅជាទូជាងមុនវាទៅជាទុនជាងមុនវាទៅជារលាយម្ដងបន្តិចអាចថាបើសិនជាដុំទូចអាចរលាយបាត់បើដុំធំអាចវាអាចរួមតូចជាងមុនគឺជាអំណះអំណាងចេញពីខាង Wikimedia ដែលជាអំណះអំណាងទទួលស្គាល់ទូទាំងពិភពលោកអ្នកទាំងអស់គ្នាអាចចូលទៅមើលបានសាយតូខេនមានមុខងារអីគឺគេទៅសេមកទាំងអស់បើមិនអត់ចេះកូរ៉េអង់គ្លេសក៏បានបើសិនអត់ចេះអង់គ្លេសយើងអាចបកប្រែជាខ្មែរគ្រាន់តែខ្មែរយើងទៀមទីឲ្យយើងរៀងផ្ដោតបន្តិចដោយសារតែប្រព័ន្ធបកប្រែនៅតាមអ៊ីនធឺណិតហ្នឹងគឺវាមិនទាន់មានភាពគេហៅថាល្អប្រសើរ 100% ជាមួយនឹងភាសាខ្មែររបស់យើងនេះគឺជាការពិសោធន៍ឬក៏ជាអត្ថបទដែលបានលើកឡើងពីអ្នកស្រាវជ្រាវនិងវិជ្ជាបណ្ឌិតជាច្រើនដែលគេនិយាយអំពីការព្យាបាលមហារីកផ្លោកនោមតាមរយៈការប្រើប្រាស់សាយតូខេននឹងឯងអញ្ចឹងគេបានបង្ហាញអំពីថាតើវាមានប្រតិកម្មមេកានិកយ៉ាងម៉េចខ្លះហើយវាមាន effect វាមានគេហៅថា effect យ៉ាងម៉េចហើយតទៅអនាគតតើសាយតូខេនវាសំខាន់យ៉ាងណាសម្រាប់អ្នកដែលកើតជំងឺមហារីកទូទៅបូករួមទាំងមហារីកផ្លោកនោមនឹងឯងអញ្ចឹងវាគឺជាអំណះអំណាងមួយចង់បញ្ជាក់ថានៅក្នុងហេម៉ូហ៊ីមគឺវាមានជួយទៅដល់មុខងារទាំងពីរនឹងច្បាស់លាស់ហើយយើងមានបូកបញ្ចូលជាមួយនឹងព័ត៌មានជាក់លាក់ដូច្នេះខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងអាចកាន់តែទុកចិត្តហើយអាចទទួលយកនៅការទៅប្រើប្រាស់ស្អាតសាក់លបងប្រើប្រាស់ហេម៉ូហ៊ីមបានព្រោះថាយើងគិតមើលបើសិនជាយើងឥឡូវហ្នឹងយើងអត់ដឹងទេមេរោគមហារីកគឺនៅក្នុងខ្លួនយើងគ្រប់គ្នាប៉ុន្តែបើសិនជាថ្ងៃណាមួយយើងសុខភាពយើងចុះខ្សោយប្រព័ន្ធភាពស៊ាំយើងខ្សោយយើងនឹងកើតចេញជាជំងឺមហារីកនៅពេលនោះគឺនៅពេលវេលាមួយដែលពិបាកមែនទែនទី1យើងចំណាយពេលវេលាទៅពេទ្យទី2យើងចំណាយថវិកាទី3បងប្អូនក្រុមគ្រួសាររបស់យើងគឺពួកគាត់ក៏ខាតពេលវេលាជាមួយយើងផងដែរដូច្នេះអ្វីដែលសំខាន់បំផុតយើងត្រូវមានសុខភាពល្អខ្លួនឯងយើងត្រូវថែទាំខ្លួនឯងបើសិនយើងអត់មិនអាចថាកាត់ផ្ដាច់នៅការទទួលទានអាហារដែលប៉ះពាល់យើងមិនអាចកាត់ផ្ដាច់បាននៅសកម្មភាពឬក៏ទម្លាប់រស់នៅដែលប៉ះពាល់សុខភាពទេតើតែយើងមានអ្វីដែលទៅគេហៅថាជួយ control ទៅលើផលប៉ះពាល់ដែលយើងអនុវត្តកន្លងមកដូច្នេះវាអាចនិយាយបានថាហេមហ៊ីមអ្នកខ្លះគាត់ថាអូថ្លៃណាស់ព្រោះអីមកប្រអប់តូច30កញ្ចប់ហ្នឹង$50ហើយញ៉ាំ30កញ្ចប់ប៉ុន្តែអ្នកនរគ្នាយើងញ៉ាំហេម៉ូហ៊ីមមួយខែ$50មួយឆ្នាំយើងគិតទៅយើងចំណាយខ្ទង់$600ប៉ុន្តែយើងមិនចំណាយ$600ដើម្បីញ៉ាំហេម៉ូហ៊ីមទេប៉ុន្តែដល់ពេលមួយឆ្នាំក្រោយយើងសល់$600ស្រាប់តែយើងមានមហារីកកើតឡើងនៅក្នុងខ្លួនយើងសួរថាតើយើងត្រូវចំណាយថវិកាប្រមាណហើយយើងខាតពេលប្រមាណយើងអាចថ្លឹងថ្លែងនៅចំណុចនេះយើងអាចនឹងថាអាតូមីគឺមាន
គោលការណ៍មួយគុណភាពល្អផ្ដាច់និងតម្លៃល្អផ្ដាច់បែបណាទី1គឺផ្ដល់ឲ្យអ្នកប្រើប្រាស់ទទួលបានភាពជោគជ័យក្នុងការប្រើប្រាស់ផលិតផលនឹងឯងហើយតាមពិតហេមហ៊ីមពេលបង្កើតដំបូងក្នុងមួយប្រអប់មាន60កញ្ចប់តម្លៃ$750គេលក់នៅប្រទេសកូរ៉េដោយដូច្នេះហើយពេលនោះអត់ទាន់ចែកចាយដោយ Atomy ទេដូច្នេះហើយធ្វើឲ្យហេមហ៊ីមគឺជាផលិតផលដែលល្អប៉ុន្តែវាថ្លៃអត់មានអ្នកប្រើដូច្នេះលោកអគ្គនាយកដ្ឋានអង្គារគាត់ក៏បានសាក់លបងប្រើទទួលបានផលហើយគាត់ក៏ទាមទារឲ្យគេបញ្ចុះតម្លៃម្ដងបន្តិចមុនដំបូងគឺបញ្ចុះពី60កញ្ចប់មក30កញ្ចប់តម្លៃដូចជាខ្ទង់$100ជាងតិចតួចបើសិនជាយើងគិតជាលុយដុល្លារនៅចំនួននោះក្រោយមកពី30ឡើងទៅដល់បាទ44រហូតមកដល់60រាល់ថ្ងៃនេះគឺមានប្រអប់ធំ60កញ្ចប់ហ្នឹងគឺតម្លៃខ្ទង់ជាង$90តែប៉ុណ្ណោះរីឯ30កញ្ចប់គឺយើងចំណាយ$50លើសពីនេះទៅទៀតអ្នកទាំងអស់គ្នាមានជំងឺទៅពេទ្យខាត់ពេលវេលាអត់បានរកស៊ីអីទេគឺយើងអត់មានទាំងចំណូលហើយយើងអស់ទាំងការចំណាយទៀតប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាថែរក្សាសុខភាពជាមួយនឹងផលិតផល Atomy ជាពិសេសគឺ Atomy Hemahim នេះយើងសុខភាពកាន់តែល្អយើងណែនាំគេសុខភាពគេល្អយើងបានបន់ហើយយើងបានទាំងលុយមកវិញទៀតបាទគឺអាចនិយាយបានថាព្រួយមួយបាញ់បានសត្វច្រើនមែនទែនបើសិនជាយើងមានសុខភាពល្អជាមួយនឹងការប្រើប្រាស់ផលិតផល Atomy អ្នកទាំងអស់គ្នាអាចធ្វើការត្រង់ថ្លែងបានដោយខ្លួនឯងអ្វីដែលខ្ញុំលើកឡើងនេះគឺដោយសារតែមិនមែនដោយសារតែខ្ញុំនឹងជាបុគ្គលិកទទួលបានប្រាក់ខែប៉ុន្តែខ្ញុំធ្វើការនៅក្រុមហ៊ុន Atomy នេះគឺជាឆ្នាំទី10ហើយអាចនិយាយបានថាខ្ញុំទទួលបានទាំងសុខភាពទទួលបានរឿងល្អគ្រប់យ៉ាងច្រើនមែនតើជាពិសេសគឺបានដើរលេងច្រើនខែមកជួបអ្នកបាត់ដំបងញឹកញាប់ជារៀងរាល់2ខែម្ដងផងដែរបាទអញ្ចឹងខ្ញុំអាចនិយាយបានថាខ្ញុំជាសាក្សីរស់មួយដែលប្រើប្រាស់វាជាប្រចាំផងដែរហើយឆ្នាំនេះខ្ញុំអាយុ43ឆ្នាំដែរហើយប៉ុន្តែខ្ញុំហ៊ានអះអាងថាកម្លាំងខ្ញុំនៅ28ឡើយបាទលើពីនេះទៀតគឺហេមហ៊ីមមិនមែនត្រឹមតែធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំទេប៉ុន្តែវាជួយទៅសម្រួលទៅដល់ភាពអស់កម្លាំងផងដែរនេះគឺជាការពិសោធន៍ទៅលើអាការៈអស់កម្លាំងនៅក្នុងវិទ្យាស្ថានយ៉ាងច្បាស់លាស់ផងដែរយើងមានឈ្មោះសាស្ត្រាចារ្យដែលធ្វើការពិសោធន៍ដោយផ្ទាល់លើរាងកាយថាតើវាបំបត្តិភាពអស់កម្លាំងបានប៉ុណ្ណាហ្នឹងគេមានវិធីសាស្ត្រនៅក្នុងការបង្ហាញក្រាបទាំងនេះឲ្យយើងបានឃើញច្បាស់ផងដែរអញ្ចឹងខ្ញុំគិតថាយើងមិនបាច់សង្ស័យទេព្រោះអីមានទាំងឈ្មោះមន្ទីរពិសោធន៍មានទាំងឈ្មោះអ្នកពិសោធន៍ដែលបញ្ចេញមកដោយផ្ទាល់ផងដែរដូច្នេះយើងមិនមានការមន្ទិលសង្ស័យទេបាទអញ្ចឹងមួយវិញទៀតហេមហ៊ីមមិនមែនត្រឹមតែធ្វើឲ្យសុខភាពយើងល្អណែនាំទៅអ្នកផ្សេងសុខភាពល្អហើយយើងទទួលបានកម្រៃតាមរយៈការប្រើប្រាស់វាជាប្រចាំនោះទេប៉ុន្តែហេមហ៊ីមតែងតែចូលរួមជាមួយនឹងការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផាជាប្រចាំដែលដោយឡែក3ខែកន្លងទៅគឺយើងមានមជ្ឈមណ្ឌលដែលគាត់បានបញ្ចេញហេមហ៊ីមច្រើនជាងគេហ្នឹងគាត់បាននាំយកថវិកាទៅជួយផងដែរហើយនៅសប្តាហ៍ក្រោយនេះគឺយើងនឹងមានប្រធានមជ្ឈមណ្ឌលមួយទៀតគឺ Star Master ព្រំច័ន្ទសេរីគាត់នឹងដឹកនាំថវិកា10លានរៀលទៀតទៅជូនមន្ទីរពេទ្យគន្ធបុប្ផានៅសប្តាហ៍ក្រោយផងដែរសូមផ្ទះដៃជូនបងស្រីមួយផងដែរហើយការចូលរួមប្រើប្រាស់ Atomy Hemahim មិនមែនត្រឹមតែជួយគ្រួសារជួយខ្លួនឯងប៉ុន្តែយើងអាចជួយទៅដល់សង្គមជាតិទោះបីជាដោយប្រយោលប៉ុន្តែវាក៏ជាមោទនភាពមួយដែលយើងកើតមកជាខ្មែរយើងអាចជួយខ្មែរបានផងដែរបាទសូមអរគុណសម្រាប់ការយកចិត្តទុកដាក់តាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់អ្នកទាំងអស់គ្នាឲ្យទទួលបានភាពជោគជ័យនៅក្នុងជីវិតទទួលបានសុខភាពល្អជាពិសេសទទួលបានសុវត្ថិភាពគ្រប់ការធ្វើដំណើរទាំងទៅទាំងមកគ្រប់ទីកន្លែងទាំងអស់ផងដែរបាទសូមអរគុណ